តើអ្វីដែលនាងនិយាយជាការពិតទេយ៉ាងដូចម្តេច តើគាត់មិនបានប្រាប់ឯងទេវាហាក់ដូចជាទំនាក់ទំនងរបស់ឯងក៏មិនល្អដែរដូច្នេះតើវាអាចទប់ទល់នឹងការសាកល្បងបែបនេះ ពិតមកទៅណានស៊ីងខ្ញុំអាចពន្យល់វាដល់អ្នកបាន តើខ្ញុំជាអ្វីវាក៏សុខសមនឹងឋានៈរបស់អ្នកជានាយករដ្ឋបាលបានព្យាយាមបញ្ឆោតខ្ញុំដោយចេតនាលើខ្ញុំត្រូវគេទុកចោលនៅឆេងផានឈុនតើអ្នកសប្បាយចិត្តទេឥឡូវនេះខ្ញុំមិនធ្វើទេគ្រាន់ហើយអ្នកធ្វើឲ្យខ្ញុំមានអារម្មណ៍ដូចជារឿងកំ pl ាញមួយចៅជីនយើងកុំជួបគ្នាម្ដងទៀតអីជួបអ្នក ណានស៊ីងអ្នកសុខសប្បាយជាទេអ្នកសុខសប្បាយជាទេតើអ្នកកំពុងធ្វើអ្វីលែងខ្ញុំទៅមុខហើយស្រេច យើងធ្លាប់ជាប្តីប្រពន្ធស្របច្បាប់រួចហើយ អ្នកណាថាអ្នករៀបការហើយចៅជីនតើអ្នកនៅចាំអ្វីដែលអ្នកបាននិយាយទៅកាន់គាត់ទេ និយាយអ្វី តើអ្នកចាំអ្វីខ្លះអ្នកគ្រាន់តែចាំតើអ្នកមានអនុស្សាវរីយ៍ពីអតីតកាលរបស់យើងទេ ទេណានស៊ីងតើអ្នកកំពុងនិយាយអ្វីខ្ញុំមិនយល់ទេ តើខ្ញុំគិតច្រើនពេកទេ ទីមើលថាថ្ងៃនេះខ្ញុំបានជួបអ្នកណា តើវាជាអ្នកណា លោកជាងឆិន តើអ្នកអាចរកគាត់នៅណាតើអ្នកបាននិយាយអ្វីតើអ្នកស្គាល់ជាងឆិនទេ ជាងឆិនខ្ញុំគិតថាអ្នកកំពុងសំដៅទៅលើជាងឆិន ស្ដាប់ទៅដូចជាមិត្តរួមថ្នាក់មហាវិទ្យាល័យម្នាក់របស់យើងឈ្មោះទាំងនោះគឺស្រដៀងគ្នាណាស់ វគ្គផ្ដាច់ព្រាត់នៃត្រីមាសនេះ ចៅជីនខ្ញុំជាប់នៅក្នុងខ្សាច់ ចប់ហើយកុំភ័យស្លន់ស្លោអីខ្ញុំនឹងទៅដល់ទីនោះភ្លាមទីនេះកុំខ្លាចអីទៅជួបគ្រូពេទ្យឲ្យបានលឿនគាត់មានជំងឺភ័យខ្លាចកន្លែងចម្អៀតតើ តើអ្នកដឹងដោយរបៀបណាខ្ញុំមិនដែលប្រាប់អ្នកថាខ្ញុំមានវាទេការភ័យខ្លាចកន្លែងចង្អៀតតើអ្នកដឹងដោយរបៀបណា ឥឡូវនេះមិនមែនជាពេលវេលាដើម្បីនិយាយអំពីរឿងទាំងនេះទេខ្ញុំកំពុងមន្ទីរពេទ្យ តើអ្នកចាំបានត្រឹមត្រូវទេ ណានស៊ីងចូលប្រថុយសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នកតើវាគួរឲ្យចាប់អារម្មណ៍ទេក្នុងការសាកល្បងនរណាម្នាក់ខ្ញុំពិតជាមិនមែនជាមនុស្សដែលអ្នកកំពុងស្វែងរកនោះទេ យល់ព្រមខ្ញុំយល់ហើយ មានអ្វីកើតឡើងហេតុអ្វីបានជាអ្នកស្ថិតក្នុងភាពភ័យស្លន់ស្លោបែបនេះការរបស់កញ្ញាណានស៊ីងកម្ពុជាហាក់ដូចជានៅទីនេះសប្តាហ៍ថ្ងៃនេះលោកម្ចាស់ណានស៊ីងខ្ញុំសូមសួរថាតើលោកចង់តើអ្នកមានគម្រោងរៀបការជាមួយសុភាពបុរសនេះទេខ្ញុំមិនចង់ទេគាត់មិនចង់ឲ្យអ្នកមកទីនេះទេ ប្រសិនបើអ្នកមកទីនេះសម្រាប់ពិធីជប់លៀងសូមអង្គុយចុះប្រសិនបើអ្នកនៅទីនេះដើម្បីបង្កបញ្ហាខ្ញុំនឹងឲ្យសន្តិសុខទៅគ្មាននរណាម្នាក់នៅទីនោះទេអ្នកត្រូវបានអនុញ្ញាតឲ្យមិនរៀបការជាមួយអ្នកដទៃតើអ្នកមានទំនាក់ទំនងជាមួយខ្ញុំក្នុងឋានៈអ្វីការនិយាយរឿងបែបនេះនៅតែល្អជាងសម្រាប់មិត្តរួមការងារនិងមិត្តភក្តិ មិត្តប្រុសរបស់អ្នកជាស្វាមីរបស់អ្នកខ្ញុំចាំអ្វីទាំងអស់អ្នកជាប្រពន្ធខ្ញុំអ្នកជាសិទ្ធិរបស់ខ្ញុំមន្ត្រីចៅដែលជាភរិយាស្របច្បាប់ អាមនុលងងឲ្យឯងបានបោកប្រាស់ខ្ញុំ សូមទោសណាស់ដែលអ្នកបោះបង់ខ្ញុំកាលពីលើកមុនខ្ញុំភ្ញាក់ពីដំណេកព្រោះខ្ញុំអាក់អន់ចិត្តនឹងអ្នកបន្ទាប់ពីអ្នកចាក់ចេញក្រោយពីខ្ញុំមកដល់ខ្ញុំពិតជាបានគិតអំពីវាណាស់តើខ្ញុំអាចលុបការចងចាំដោយរបៀបណាក្រៅពីចូលចិត្តអនុស្សាវរីយ៍របស់នាងខ្ញុំក៏ផឹកវាដែរនេះគឺជាមន្ត្រីចៅជាអ្នកយាមសន្តិសុខខ្ញុំគិតថាខ្ញុំលងស្នេហ៍នឹងលោកប្រធានាធិបតីហើយខ្ញុំត្រូវតែរកអ្នកឲ្យឃើញមិនថាមានរឿងអ្វីកើតឡើងក៏ដោយនាងជាមនុស្សដែលខ្ញុំមិនអាចទ្រាំនៅជាមួយបានពេលវេលាដែលយើងបានចំណាយជាមួយគ្នាគឺជារបស់ខ្ញុំពេលវេលាដ៏រីករាយបំផុតនៃជីវិតរបស់ខ្ញុំអស់រយៈពេល5ឆ្នាំកន្លងមកនេះខ្ញុំមិនមានពេលសម្រាប់ខ្ញុំបានជោគស្វែងរកអ្នករហូតដល់ពេលនោះ ព្រះឲ្យខ្ញុំបាននិយាយរួចហើយថាខ្ញុំមិនចង់ទេបើខ្ញុំថាប់អ្នកនឹងមិនខ្លាចទេខ្ញុំពិតជាស្រឡាញ់អ្នកណាស់ តើអ្នកបានដេកជាមួយអ្នកផ្សេងទេ ខ្ញុំដឹងខ្ញុំបានបាត់សម្បត្តិរបស់ខ្ញុំដូច្នេះខ្ញុំសួរអ្នកថាហេតុអ្វីបានជាអ្នកមក តើអ្នកសុខចិត្តឲ្យគេលួចកូនក្រមុំរបស់អ្នកទេមកជាមួយខ្ញុំមកខ្ញុំមិនចង់ឲ្យខ្លួនឯងខកចិត្តទេ សុំទោសដែលរំខានអ្នកជើខ្វានអ្នកបានកុហកខ្ញុំបានធ្វើវាច្រើនដងហើយលើកនេះដល់វេនអ្នកហើយអ្នកបានចូលរួមលេងហ្គេមរួចហើយតើអ្នកមិនបានកត់សម្គាល់ទេពិធីមង្គលការនោះមិនមានកូនកំឡោះទេព្រោះពិធីមង្គលការនេះគឺសម្រាប់ខ្ញុំការបង្កើតរបស់ខ្ញុំត្រូវបានរៀបចំឡើងសម្រាប់អ្នកកូនកំឡោះសង្ហាណាស់ខ្ញុំស្រឡាញ់ខ្លាំងណាស់មួយរយៈចុងក្រោយនេះ អ្នកអាចភ្លក់រសជាតិជូរផ្អែមល្វីងនឹងហឹរតើអ្នកណាមិនចូលចិត្តញ៉ាំរបស់ខ្ញុំនាពេលថ្មីនេះ ខ្ញុំមានអារម្មណ៍ចង្អុលបន្ទាប់ពីញ៉ាំសាច់ជ្រូក2ចាន មីជូរហឹរ1ចាននិងមី1ពែងអ្នកនឹងឈួតបើអ្នកមិនចង់ក្អួតពីតែទឹកដោះគោនោះតើអ្នកឈួតទេ តើអ្នកមានបញ្ហាអ្វីឥឡូវនេះ គ្រូពេទ្យស្រីវ័យក្មេងរបស់ខ្ញុំបាននិយាយថាខ្ញុំ មានអ្វីមួយកំពុងលូតលាស់នៅក្នុងពោះរបស់ខ្ញុំ តើជាដុំសាច់ឬគ្រីស្តាល់ប្រភេទណាតោះទៅមន្ទីរពេទ្យទៅអាមនុស្សធំ
ក្បាលអាយខ្ញុំមានផ្ទៃពោះហើយអ្នកនឹងប៉ាអាយអញល្ងងអាយញ៉ាំវាទៅអញល្ងងចាស់ យាយឲ្យបន្ថយល្បឿនបន្តិចទៅយាយមានបញ្ហាអ្វី